បាទសូមជំរាបសួរដល់បងប្អូនពុកម៉ែទាំងអស់គ្នាសាជាថ្មីជាពិសេសបងប្អូនដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសកូរ៉េទាំងអស់ថ្ងៃនេះខ្ញុំធ្វើជាវីដេអូថ្មីមួយទៀតទាក់ទងជាមួយនឹងការបើកប្រអប់ MacBook Pro ឆ្នាំ2020 M1 RAM 8 SSD 256ទំហំអេក្រង់ 13.3 អ៊ីងបាទនេះមិនមែនជាវីដេអូដែលថ្មីប្លែកនោះទេក៏ប៉ុន្តែគ្រាន់ថាវាជាវីដេអូដែលបើកប្រអប់ជាមួយនឹង product ថ្មីដូចមួយនេះអញ្ចឹងមួយនេះគឺឆ្នាំ2019 RAM 8 256 13ដូចគ្នាហើយនេះគឺមួយទឹកហើយនេះគឺថ្មីអញ្ចឹងខ្ញុំចង់ជំរាបប្រាប់បងប្អូនមុនសិនមុននឹងធ្វើការបើកប្រអប់ចំពោះបងប្អូនដែលនៅក្នុងប្រទេសកូរ៉េហើយបងប្អូនចង់ទិញកុំព្យូទ័រទាំងថ្មីក៏ដោយទាំងមួយទឹកក៏ដោយ ITS Shop គឺមានលក់ទាំងអស់អញ្ចឹងដូចមួយនេះអញ្ចឹងខ្ញុំសូមលើកបង្ហាញមួយទឹកមុនសិនព្រោះបងប្អូនគេលើកចាប់អារម្មណ៍អញ្ចឹងណាហើយបើបងប្អូនចាប់អារម្មណ៍អាចធ្វើការតាក់ទងនេះបានមួយនេះនេះគឺ MacBook Pro ឆ្នាំ2020សុំទោស MacBook Pro ឆ្នាំ2019បាទជាប់មក2020បាទរៀងវា slim បែបហ្នឹងហើយជាប្រភេទពួក Touch Bar ដែលបងប្អូនឃើញហើយបាទហើយនៅស្អាតមែនតើបាទអត់មានកលិកកលាក់អត់មានឆ្កុលអត់មានស្នាមទេបាទមួយទឹកនេះគឺកប់មែនតើបាទគឺឆ្នាំ2019 RAM 8 256 13អ៊ីងបាទមួយនេះគឺមួយទឹកប៉ុន្តែមួយទឹកមើលទៅដូចស្អាតដូចថ្មីព្រោះយើងមានប្រអប់ថ្មីហើយសូម្បីតែខ្សែឆ្នាំងសាដុំឆ្នាំងសាហ្នឹងក៏មិនទាន់បានលើកប្រើផងដែរបាទប៉ុន្តែខ្ញុំសូមអធិស្ឋានដល់បានលើកប្រអប់យកឲ្យបងប្អូនមើលទេបាទទុកវិញសិនបាទអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍គឺអាចតាក់ទងទិញកុំព្យូទ័រមួយទឹកបានឥឡូវនេះយើងមានក្នុងស្តុកពីគ្រាប់បងប្អូនមកឯសាទឹកនេះគឺផឹងហ្មងបាទអញ្ចឹងនេះបាទថ្មីដែលតំកំងមកឲ្យបងប្អូនបានឃើញហើយក៏សូមផ្ញើវីដេអូមួយនេះផងដែរជូនទៅកាន់ម្ចាស់កុំព្យូទ័រគាត់តែចង់ភ្លេចឈ្មោះគាត់ទៀតណាព្រោះគាត់ឈ្មោះសំណាងបាទគាត់ឈ្មោះសំណាងតែគាត់ដាក់ profile ឯងអញ្ចឹងចង់ភ្លេចឈ្មោះគាត់អញ្ចឹងវីដេអូមួយនេះផ្ញើជូនបងប្អូនសំណាងជាពិសេសបាទហើយមួយទៀតនៅពេលដែលបងប្អូនទិញកុំព្យូទ័រពី ITS Shop គឺយើងនឹងដាក់បងប្អូនចូលក្នុងក្រុមមួយដែលគេហៅថាក្រុមអតិថិជនអញ្ចឹងនៅពេលដែលបងប្អូនចូលក្នុងក្រុមហ្នឹងយ៉ាងម៉េចយើងនឹង share នៅ knowledge ល្អដល់បងប្អូនដូចថាជាលក្ខណៈមេរៀនផ្សេងៗតាក់ទងជាមួយនឹងកុំព្យូទ័រក៏ដូចជានៅពេលដែលបងប្អូនមានចម្ងល់អីផ្សេងៗបងប្អូនអាចឆានសួរនៅក្នុងក្រុមហ្នឹងផងដែរអូខេអញ្ចឹងខ្ញុំសុំហើយបាទមើលតើបាទនេះព្រោះយើងអត់មានត្រូវការកបិតទេបាទវាថ្មីបាទវាថ្មីគឺនៅតែថ្មីនឹងឯងហើយបងប្អូនណាបងប្អូនខ្លះគាត់យល់ច្រឡំថាចំបើថ្មីមិនបងអាចបកកេះហើយនឹងដាក់កម្មវិធីឲ្យបើអត់ឲ្យបងដាក់កម្មវិធីឲ្យយើងមកផ្ញើទាំង tag page យកទៅអញ្ចឹងហ្មងអញ្ចឹងយកទៅអញ្ចឹងប៉ុន្តែទៅដល់វាអត់មានអីអញ្ចឹងហើយបានជាយើងត្រូវការបើកប្រអប់មុនបងប្អូនបាទគឺយើងបើកអញ្ចឹងគឺបោកច្បាច់អញ្ចឹងហ្មងហើយដល់ពេលយើងក៏បើកប្រអប់នឹងឯងអូខេហើយនៅក្នុងហ្នឹងបាទបងប្អូនឃើញនេះបាទថ្មីទៀតបាទថ្មីទៀតបាទអញ្ចឹងខ្ញុំសុំដកបាទអូបាទអូខេសូមឲ្យបងប្អូនមើលបាទអូខេអញ្ចឹងសូមសាកការរត់ចេញបាទអ្វីដែលសំខាន់មិនមែនប្រអប់ទេបាទអ្វីដែលសំខាន់គឺជាអ្វីដែលនៅក្នុងដៃខ្ញុំហើយអ្វីដែលនៅក្នុងដៃខ្ញុំគឺជាប្រអប់ទៀតអញ្ចឹងហើយអ្វីដែលសំខាន់គឺនៅក្នុងប្រអប់នឹងទៀតបាទអូខេនិយាយលេណាអូខេអញ្ចឹងបងប្អូនមើលតែសបកប៉ុណ្ណេះបងប្អូនមានអារម្មណ៍ថាថ្មីឬមិនថ្មីបាទថ្មីក៏បានបងប្អូនចង់បានថ្មីអញ្ចឹងមិនបកកេះមិនបកតែមិនទេបងប្អូនយកទៅហើយយកទៅដល់ចាំផ្ញើទឹកទៅមកវិញមានន័យថាបងប្អូនយកទៅដល់ផ្ទះហើយខ្លួនឯងទៅហើយមើលរូបរាងឲ្យហើយបងប្អូនក៏ផ្ញើត្រឡប់មកវិញមកក៏តារា finance រៀបចំតាមនឹងឲ្យវិញអញ្ចឹងណាបងប្អូនអូខេអញ្ចឹងនេះស្បែករបស់វាគឺដាក់នៅខាងក្រោយនេះតែម្ដងបងប្អូនមិនបាច់បារម្ភទេបាទគឺគេដាក់នេះ RAM 8GB 256ហើយគេហៅថាជាប្រភេទ chip M1 ឆ្នាំ2020អូខេកុំឲ្យនៅទៅប៉ែយ៉ាងវិញបាទនេះសូមបកតែម្ដងទៀតបាទដល់បងប្អូនបាទលើមើលខាងនេះស្អាតបាទស្អាតណាបាទយើងក៏បកទាំងឯងអញ្ចឹងសូមផ្ញើវីដេអូពិសេសម្ដងទៀតបាទជួនម្ចាស់កុំព្យូទ័រគាត់គឺបងសំណាងហើយគាត់បានកំងពី ITS Shop ប្រហែលថ្ងៃហើយកាលមកទៅអីវ៉ាន់នេះមកដល់តាំងពីប្រហែលថ្ងៃមុនណាប៉ុន្តែដោយសារតែ tag page យកដាក់ខុសកន្លែងហើយយើងក៏ចេះតែចាំហ្នឹងឯងដល់ពេលភ្ញៀវក៏ចេះតែចាំហ្នឹងឯងហើយក៏ចេះតែឆាតសួរថាបងយូរម៉ែហើយបងគាត់ថាយូរដែរព្រោះជាទូទៅយើងកំងតែ2ថ្ងៃបានហើយ3ថ្ងៃយ៉ាងយូរបំផុតតែលើកនេះឡើងដល់ជិត1អាទិត្យបាទស្អាតទេបាទអញ្ចឹងខ្ញុំបើកប្រអប់ cover ខាងលើចេញបាទយើងនៅសល់ខាងក្រោមខាងក្នុងបាទនេះបងប្អូនបាទអញ្ចឹងយើងក៏លើកទៀតមកបាទហើយយើងក៏បានកុំព្យូទ័រមួយដែលថ្មីឆ្នាំ2020 M1 ហ្នឹងឯងអានេះគឺសំខាន់ជាងគេហ្នឹងឯងប្រអប់ទាំងអស់ហ្នឹងគឺអត់សំខាន់ទេបាទហើយនៅក្នុងនេះกระดาษណែនាំដដែលខ្សែសាកដដែលបាទជាប្រភេទ Type C ទៅ Type C ដដែលបាទនេះហើយដុំសាករបស់វាបាទតែប៉ុណ្្នឹងឯងនៅក្នុងប្រអប់គឺមានតែប៉ុណ្្នឹងឯងអត់មានអីថ្មីទេអូខេយើងក៏រំចោលមកខាងទៅសុំដាក់មកខាងអានេះក៏ចឹងដែរបាទតែមិនស្រួលធ្លាក់បាច់ទីឡើយបាទអញ្ចឹងនេះយើងបកថងវាមកបាទអញ្ចឹងខ្ញុំនឹងថតវីដេអូមួយទៀតឲ្យបងប្អូនមើលថាតើនៅគិតវាបំផុតហ្នឹងរូបរាងយ៉ាងម៉េចអូខេបាទនេះពណ៌ទឹកប្រាក់បាទអញ្ចឹងខ្ញុំសូមបើកបងប្អូនមើលបាទនៅខាងក្នុងនេះគឺមានមួយតង់ទៀតនៅពេលដែលយើងបើកភ្លាមគឺវាលោតរូប Apple ភ្លាមតែម្ដងបាទហើយនៅក្នុងនេះគឺ OS មានស្រេចហើយគ្រាន់តែថាយើងចូលទៅដល់យើង activate OS មានស្រេចមកពីក្រុមហ៊ុនណាយើងចូលទៅដល់យើងធ្វើការ activate ហើយយើងប្រើប្រាស់តែម្ដងបាទយើងធ្វើការប្រើប្រាស់តែម្ដងវានៅតែ program និងកម្មវិធីដែលបងប្អូនកំងហើយនឹងការដាក់ភាសាខ្មែរការដាក់អីចឹងទៅជាបងប្អូនដែលចង់យកទៅរៀនអីផ្សេងៗណាបាទបើកមកភ្លាមនិយាយភាសាកូរ៉េភ្លាមបងប្អូនឃើញទេនេះបាទភ្លឹងអូខេរឿងវាអត់ខុសពី2019មិញទេបាទតែគ្រាន់តែនេះជាប្រភេទ chip M1 អានេះ chip Intel អញ្ចឹងបងប្អូនដែលស្រឡាញ់កុំព្យូទ័រថ្មីបាទ MacBook មិនថាពួក Pro ពួក Air
អេក្រង់13អេក្រង់15និងអេក្រង់16បងប្អូនសុទ្ធតែអាចធ្វើការកំងទិញទាំងអស់ពី ITI Shop អញ្ចឹងនៅ ITI Shop យើងមានសេវាក្រៅពីលក់នេះគឺយើងមានតាក់ទងជាមួយនឹងការជួសជុលចែកចេញជាពីរផ្នែកគឺទី1គឺផ្នែក software និងទី2ផ្នែក hardware software ជាអ្វី software គឺយើងតម្លើងកម្មវិធីជួនណាទៅបងប្អូនប្រើយូរទៅវាមាន stack កម្មវិធីមួយចំនួនឬវាដើរមិនរលូនដូចមុនក៏យើងអាចធ្វើការ clean installation បានដែរមានន័យថាយើងឈប់ program ចោលតែម្ដងដាក់ program ថ្មីដាក់កម្មវិធីថ្មីខ្ញុំយកបងប្អូនវឹងនេះគឺ software ចំណែក hardware ដូចជាឥឡូវនេះមានមកប្រហែលគ្រាប់ហើយដែលសិតតែមានបញ្ហាបើកអត់ចេញហើយមួយទៀតមានបងប្អូនខ្លះគាត់កំពុងតែប្រើហ្នឹងគាត់ហូបទឹកដល់ហូបទឹកទៅក៏កំពុកទៅលើកន្លែងនេះអញ្ចឹងវាអាចរលត់ម៉ាស៊ីនអញ្ចឹងក៏យើងអាចធ្វើការជួសជុលបានផងដែរមិនតែប៉ុណ្ណោះសម្រាប់បងប្អូនដែលទិញកុំព្យូទ័រយកទៅក៏មានការបារម្ភថាទិញទៅអត់ចេះប្រើមានពីរវិធីជួយបងប្អូនទៀតទី1បងប្អូនអាចទិញវីដេអូមេរៀនការប្រើប្រាស់កុំព្យូទ័រទាំង MacBook ទាំង Windows យកទៅរៀនដល់ខ្លួនឯងទី1ទី2បងប្អូនអាចធ្វើការរៀនអនឡាញគឺយើងរៀនតទល់គ្នាផ្ទាល់ដូចជាការតេវីដេអូខលតទៅតែម្ដងមិនមែនជាការដែលបងប្អូនអង្គុយមើលខ្ញុំធ្វើការ live អញ្ចឹងទេបាទគឺអត់មានអញ្ចឹងទេមានន័យថាយើងរៀនអង្គុយតទល់គ្នាបងប្អូនឆ្ងល់បងប្អូនសួរមិនមែនខ្ញុំកំពុងតែធ្វើការ live អញ្ចឹងហើយបងប្អូនក៏ចូលមកមើលហើយអាន comment ហើយឆ្ងល់ក៏ទៅសេ comment មិនមែនជាការបង្រៀនបែបហ្នឹងទេមួយទៀតក៏រៀនអនឡាញមិនមែនមានន័យថាដាក់បងប្អូនចូល group ហើយដាក់វីដេអូបងប្អូនមើលបាទបងប្អូនឆ្ងល់សួរបាទខ្ញុំអត់ឆ្លើយទេបាទក៏មិនមែនដែរគឺការរៀនអនឡាញរបស់យើងគឺរៀនផ្ទាល់តគ្នាផ្ទាល់រៀនអនឡាញគឺគេហៅថារៀនអនឡាញផ្ទាល់បែបលក្ខណៈ face to face បាទតាមកម្មវិធី Skype ដែលខ្ញុំបានរៀបចំជាទូទៅអញ្ចឹងអូខេវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងហើយឥឡូវខ្ញុំសូមដាក់2019និង2020បងប្អូនមើលនៅគៀកគ្នាមើលថាវាយ៉ាងម៉េចបាទវាអត់មានមិនទេវាដូចគ្នាហ្នឹងឯងបាទហើយបងប្អូនខ្លះគាត់នៅតែមានការបារម្ភថាអានេះរៀងមិនអានេះរៀងមិនបាទអត់មានរៀងមិនទេរៀងដូចតែគ្នាបងប្អូនពួក MacBook គឺបែបហ្នឹងគឺជាផលិតផលអច្ឆរិយៈគឺជាផលិតផលកំពូលរបស់ស្ដេចក្រុមហ៊ុន Apple អញ្ចឹងខ្ញុំសង្កត់ថាឃើញបងប្អូនឃើញជាទូទៅខ្ញុំតែបើកប្រអប់របស់ Apple ខ្ញុំអត់មានអីត្រូវនិយាយទេបាទអត់មានអីត្រូវនិយាយពី Apple ទេព្រោះខ្ញុំនឹងនិយាយមិនវាជាផលិតផលដែលគេបានសម្រេចមកហើយជាមនុស្សជាទូទៅដែលបានស្គាល់ទៅហើយអញ្ចឹងអត់មានអីត្រូវនិយាយពីគុណភាពទេហើយបើនិយាយពីការបើកប្រអប់ទៀតអានឹងរត់តែមិននិយាយទេបើកតែប្រអប់បងប្អូនឃើញបងប្អូនដាក់កម្មវិធីមកទៅប្រើទៅព្រោះវាជាផលិតផលអច្ឆរិយៈដែលខ្ញុំនៅចាំពាក្យរបស់ idol ខ្ញុំបានគឺតា Steve Jobs បាទគាត់និយាយថាម៉េចទេគាត់ថាផលិតផលអស្ចារ្យណាឬក៏ជាផលិតផលអច្ឆរិយៈវាតែងតែធ្វើការលក់ដោយខ្លួនវាផលិតវាឲ្យតែល្អទៅវាចេះលក់ខ្លួនឯងមែនទេបងប្អូនឥឡូវនេះមនុស្សជាទូទៅទូទាំងពិភពលោកគឺត្រូវបានទទួលស្គាល់ដោយការប្រើប្រាស់ Apple ថាជាផលិតផលដែលល្អបំផុតដែលស៊ីនបំផុតស៊ីននឹងមានថាប្រើនាឡិកាមក Apple ប្រើកុំព្យូទ័រមក Apple ប្រើទូរស័ព្ទមក Apple ប្រើ iPad មក Apple ប្រើ speaker មក Apple អ្វីទាំងអស់ហ្នឹងគឺវាស៊ីនគ្នាមានន័យថាវាតភ្ជាប់តំណគ្នាតាម wireless អញ្ចឹងនៅពេលដែលបងប្អូនប្រើគឺមានអារម្មណ៍ថា smooth មែនតើនៅពេលបងប្អូនប្រើទាំងអស់ដូចជានេះដូចជាកាមេរ៉ាដែលកំពុងថតខ្ញុំហ្នឹងគឺជា iPhone 12 Pro Max ដែរអញ្ចឹងវាស៊ីនគ្នានៅពេលដែលខ្ញុំចង់ transfer វីដេអូដែលកំពុងថតហ្នឹងចូលមកកុំព្យូទ័រខ្ញុំមិនបាច់ចាំត្រូវខ្សែគឺខ្ញុំប្រើតែ AirDrop គឺវេចូលផ្លុកនេះគឺជាការស៊ីនដែលមានតម្លៃហើយមានអារម្មណ៍ថាវា convenient វាស្រួលមែនតើក្នុងការប្រើ Apple មិនមែនលើកចេញ Apple ទេប៉ុន្តែខ្ញុំជា fan កម្មរបស់ Apple អូខេមានន័យថាស្អីក៏ខ្ញុំប្រើ Apple ដែរប៉ុន្តែយ៉ាងណាមិញខ្ញុំនៅតែលួចប្រើ Samsung អីយ៉ាងឯងដោយសារតែមានខ្លះវាត្រូវការ Samsung ដើម្បីជំនួយអញ្ចឹងទេចំពោះផលិតផលដែលអស្ចារ្យដែលវាលក់ខ្លួនវានេះបងប្អូនស្គាល់ហើយខ្ញុំអត់មានអីត្រូវរៀបរាប់ទេការ design របស់គេក៏ធម្មតានឹងឯង iPhone ក៏ដូចជារបស់មួយ4ជ្រុងយ៉ាងឯងអត់មាន mode អត់មាន style អីយ៉ាងឯងដូច Samsung ដូចអីទេហើយមួយឆ្នាំគេចេញតែមួយ model ហ្នឹងឯងចេញតែពួក Pro ចេញពួក Mini ចេញអីទៅអញ្ចឹងទេផលិតផលនេះបាទគឺជាផលិតផលដែលបងប្អូនចង់ថាមិនមកមើលបងប្អូនមិនមកមើលផ្ទាល់ទេសំខាន់សួរថាតើរបស់បងប្អូននឹងមានគុណភាពអត់គឺគុណភាពចង់និយាយពីគុណភាពខាងក្រៅណាបើមិនសិនយើងមិននិយាយទេនិយាយថាឥឡូវដូចជារបស់មកទឹកនេះវាអាចមានឆ្កូតវាអាចមានស្នាមនៅនេះនៅពេលដែលបងប្អូនទិញនៅកន្លែងយើងហ្នឹងមិនថាទិញពី ITI Shop ឬក៏ទិញកន្លែងណាទេបងប្អូនសាកសួរឲ្យច្បាស់លាស់តាក់ទងជាមួយនឹងនេះជាមួយនឹងរូបរាងរបស់វាបាទហើយបើចាស់ឆ្នាំពេកក៏យើងពិបាកក្នុងការនឹងធានាជួយបងប្អូនដែរដូចជាឆ្នាំ2013អីចឹងទៅឆ្នាំ2014អីចឹងទៅវាចាស់ពេកវាទ្រុឌទ្រោមពេកអញ្ចឹងបើសិនបើវាហ្នឹងក៏វាចាស់តាមហ្នឹងហើយសំខាន់រូបរាងប៉ុន្តែរូបរាងនេះបងប្អូនខ្ញុំចង់ឧទាហរណ៍ថារូបរាងនេះយើងអាចដូរបានតោះនេះបងប្អូននៅពេលបងប្អូនទិញអាឆ្នាំចាស់ស្រាប់តែនៅថ្មីជ្រើងមកបងប្អូនគួរជឿថាឆ្នាំ2013ឬក៏ឆ្នាំ2014ឬក៏ឆ្នាំ2015ហើយដល់ពេលបងប្អូនទៅទិញគឺថ្មីជ្រើងហ្នឹងឯងថ្មីជ្រើងហ្នឹងបងប្អូនមានអារម្មណ៍ថាឆ្ងល់អត់បងប្អូនមានអារម្មណ៍ថាឆ្ងល់អត់បើបងប្អូនមិនឆ្ងល់អាហ្នឹងខ្ញុំមិនដឹងទេប៉ុន្តែវាគួរតែឆ្ងល់ដែរថាហេតុអីបានជារបស់មកទឹករាប់ឆ្នាំហើយនៅតែគ្មានស្នាមនៅតែគ្មានអីហ្មងចង់និយាយវាថ្មីណាថ្មីដល់នេះវាថ្មីចេះមានន័យថាម៉េចមានន័យថាបើថ្មីអញ្ចឹងមានន័យថាវាអាចជាការដូរសបកយើងដូរផ្ទាំងក្រោយនេះទៅចំណាដូរមកកាត់លើនេះទៅបាទហើយបើមិនសិនយើងអត់ដឹងយើងអត់ដឹងដូចគ្នាខ្ញុំអ្នកលក់ខ្ញុំតែទិញពីក្រុមហ៊ុនធំខ្ញុំតែទិញពីឃ្លាំងក៏ខ្ញុំអត់ដឹងដែរព្រោះយកមកគេមិនឲ្យយើងមកមុខចៅមើលខាងក្នុងឯណាហើយអញ្ចឹងហើយបានថានៅពេលដែលអ្នកលក់នេះគឺជាអ្នកមានហានិភ័យជាងអ្នកទិញព្រោះខ្ញុំអ្នកលក់ខ្ញុំមានការធានាអញ្ចឹងនៅពេលដែលធ្វើការទិញមកដល់ខ្ញុំ check មិនច្បាស់លាស់ឬក៏ check ខ្វះព័ត៌មានលក់បងប្អូនទៅបងប្អូនប្រើតែមានបញ្ហាសួរថាអ្នកណាអ្នកទទួលខុសត្រូវមុនខ្ញុំក្រុមហ៊ុនធំគេអត់ដឹងទេគេដឹងតែលក់មកហើយគឺហើយគេអត់ខ្វល់នឹងយើងទេអញ្ចឹងបងប្អូនត្រូវតាមយល់ថានៅពេលដែលបងប្អូនទិញកុំព្យូទ័រមកទឹកមក Apple និយាយថា Apple ទេហើយដែលសេរីឆ្នាំចាស់ចាប់ពីឆ្នាំ2015ចុះ14 13 12 11វាមិនដែរអាណា10ឆ្នាំឥឡូវហ្នឹងហើយនៅថ្មីស្អាតភ្លឹងអញ្ចឹងគឺគ្រាន់តែសួរថាបងអាហ្នឹងកុំតែហ្នឹងបើឯងមានមិនទេបាទអ្នកលក់ក៏គេមិនហ៊ានប្រាប់បងប្អូនដែរនេះគ្រាន់ប្រាប់បងប្អូនឲ្យបងប្អូនយល់ពីការទិញទេប៉ុន្តែដល់អានេះអញ្ចឹងវាឆ្នាំ2019អញ្ចឹងអ្នកប្រើគាត់នៅថៃអញ្ចឹងណាខ្ញុំកាន់អញ្ចឹងបងប្អូនហេគាត់នៅថៃដល់ពេលគាត់នៅថៃវាស្អាតហ្នឹងឯងប៉ុន្តែដល់ឆ្នាំ2015អីចុះខ្ញុំគិតថាវាលុះត្រាតែគាត់មិនប្រើតែហ្មងដាក់លើតុចោលហ្មងដូចអ្នកតាបណ្ដោយអាហ្នឹងបានវានៅស្អាតហើយចុះបើសិនជាគាត់ប្រើរឿងអីដែលវាមិនសឹកឌីរ៉ិលបងប្អូនអញ្ចឹងបានថា
បងប្អូនពេលតែទិញចេះសួរអ្នកលក់ថាបងថ្មនៅកាន់ខ្លាំងអត់ដល់2014 2015ហ្នឹងថាថ្មគេដោអស់ហើយបងប្អូនគេដោអស់ហើយដោអាថ្មីអស់ហើយវាគ្មានអាថ្មស៊ីណានៅដល់បច្ចុប្បន្ននោះទេហើយដោយអាវ៉ាត់ក្រុមនេះអញ្ចឹងអ្នកខ្លះគាត់ប្រើអត់ថៃកពិតកពិតកពកអ្នកលក់កទិញមកគាត់អាចដោអាផ្ទាំងក្រុមគាត់ចុះគាត់ដោទៅវាមានអីខុសខ្ញុំចង់សួរថាវាមានអីខុសបើដោឲ្យបងប្អូនស្អាតហ្នឹងប៉ុន្តែណាស់តែបងប្អូនណាបងប្អូនអ្នកទិញឥឡូវបងស្ដីបងប្អូនអ្នកទិញឥឡូវណាណាស់តែបងប្អូនថាកុំព្យូទ័រនឹងស្អីទេកពិតខាងនេះបន្តិចខាងនេះស្នាមបន្តិចហើយថ្មអត់សូវកាន់អត់ល្អខាងនោះល្អឃើញបោះគេនៅថ្មីអាគេថ្មីគេដោអស់ហើយប៉ុន្តែបងប្អូនឃើញអាកពិតនេះអាមានកន្លែងនេះរបស់វានៅស៊ីនរបស់គេអត់ថតដោរបស់វាល្អបាទរបស់វាល្អហ្នឹងមិនមែនថាល្អគុណភាពអីណាស់ណាទេតែចង់និយាយថាវាគឺជារបស់ original ដែលម្ចាស់គេហ្នឹងគេអត់ដោអ្នកណាគេម្ចាស់គេហ្នឹងគឺអ្នកលក់ហ្នឹងឯងដូចខ្ញុំអីហ្នឹងជួនណាទៅខ្ញុំមានរបស់ខ្លះទិញចូលមកវាកពិតកពិតកពកខ្ញុំអត់ដោទេខ្ញុំតបងប្អូនមើលហើយចាំបញ្ចូលប្រាប់បងប្អូនថាអានេះបានសំជារបស់មួយទឹកចាស់ឆ្នាំព្រោះគេប្រើតែគេអត់ដោហ្នឹងហើយដល់ពេលយើងចូលមើល cycle របស់ថ្មណោះ300ដងអីណោះអាហ្នឹងគេហៅថ្មស៊ីនមិនមែនមកឆ្នាំ2012 11ឬក៏ឆ្នាំ2015មកដល់ចំតែបានសាក50ដងហើយបងប្អូនជឿដែរអីខ្ញុំចង់សួរបងប្អូនជឿដែរអីថាគេដោថ្មអស់ហើយគេដោអស់ហើយដោឲ្យស្អាតបងប្អូនហ្នឹងហើយបងប្អូនអ្នកទិញបងប្អូនត្រូវដឹងថាអូអាការពិតរបស់នេះគឺគេដោអស់ហើយប៉ុន្តែសួរអ្នកលក់ថាឥឡូវគុណភាពម៉ាស៊ីនយើងយ៉ាងម៉េចអាសបខាងក្រៅវាជារឿងខាងក្រៅទេតែនៅពេលដែលយើងប្រើនេះសក្តានុពលនៅខាងណាគឺម៉ាស៊ីនជាអ្នកដើរអេក្រង់ជាអ្នកដើរមានន័យថាអេក្រង់វានៅស្អាតភ្លឺមិនមែនថាបងប្អូនឲ្យទៅទិញវាអេក្រង់ល្ងឹតអេក្រង់ជាប់ដៅអីទេខ្ញុំអត់ចង់និយាយរឿងហ្នឹងខ្ញុំចង់និយាយថាម៉ាស៊ីនវានៅល្អអត់អារឿងសបខាងក្រៅគេដោអាផ្ទាំងក្រោមឬក៏ពេលខ្លះម៉ាស៊ីនវាបែកអេក្រង់ក៏គេដោមកកាត់លើថាវាអត់មានអីជាកំហុសទេព្រោះវាជាការផ្លាស់ប្ដូរគ្រឿងបន្លាស់តែប៉ុណ្ណោះមិនមែនមានថាទៅជួសជុលម៉ាស៊ីនទេលុះត្រាតែម៉ាស៊ីនហ្នឹងចូលទឹកម៉ាស៊ីនហ្នឹងធ្លាក់បែកឬក៏ម៉ាស៊ីនធ្លាក់បាក់ជាពីរគេយកមកកែច្នៃឬក៏ធ្វើមិនអាហ្នឹងបានជាកុំព្យូទ័រដែលកាចាស់ងោងជាកុំព្យូទ័រដែលទ្រក់ប៉ុន្តែបើត្រឹមតែកប៉ិតហ្នឹងត្រឹមតែកប៉ិតបន្តិចបន្តួចត្រឹមតែដូរថ្មហ្នឹងវាអត់មានអីចម្លែកទេបងប្អូនឬក៏បងប្អូនចង់បានថ្មស៊ីនខ្ញុំតបថ្មស៊ីនបងប្អូនហ្នឹងឯងបើកមើលទៅ300ដងជាងហ្នឹងឯង500ដងជាងហ្នឹងឯងមានកពិកពិកពកបងប្អូនគិតថាអូខេខ្ញុំអត់ខ្វល់រឿងរូបរាងខាងក្រៅខ្ញុំខ្វល់តែគុណភាពនៅខាងក្នុងអូខេអាហ្នឹងគឺស៊ីសងមួយខ្ញុំហ្មងគឺស៊ីមួយខ្ញុំអ្នកលក់ហ្នឹងហ្មងប៉ុន្តែបើបងប្អូនចេញមកដល់កាចាស់ហើយឥឡូវរាប់ឆ្នាំវាមើលគ្នាឆ្នាំ2014អីចឹងចុះគ្នាឆ្នាំ2014មកដល់ឥឡូវវា6ឆ្នាំ7ឆ្នាំហើយ7ឆ្នាំហើយបងប្អូនចង់ឲ្យគ្នានៅស្អាតមិនបងប្អូនហើយសូមឲ្យបងប្អូននៅកាលឆ្នាំ2013បងប្អូននៅក្មេងហ្នឹងហើយឥឡូវមុខចេះអញ្ចឹងហើយធ្វើម៉េចអានេះនិយាយគ្នាលេងហើយក៏ដូចជាចង់ជំរាបប្រាប់បងប្អូនអំពីអាការដែលយើងទិញមកទឹកហ្នឹងបងប្អូនកុំចេះថាអូកើតទេដល់ពេលបានតែថ្មីមកចាំតែមកបងឯងមើលខ្ញុំទិញបោះគឺថ្មីហ្មងហើយអូឆ្នាំប៉ុន្មានឆ្នាំ2013ថ្មីស្អាតបងឯងមើលហើយសបៃសាយខថ្មទៅអ្នកលក់ប្រាប់ខ្ញុំថានេះតំសាក់បាន30-40ដងហ្នឹងហើយខ្ញុំចង់ប្រាប់បងប្អូនថាបងប្អូនសមហើយណាបងប្អូនសមទិញរបស់ចឹងមកប្រើហើយព្រោះយើងស្រឡាញ់ថារបស់ស្អាតអារបស់គ្នាមិនស្អាតប៉ុន្តែគ្នាវានៅសំណុំស៊ីនបងប្អូនគិតថាវាមិនល្អបាទស្មានតែរបស់គេដោដល់ពេលចឹងបងប្អូនរងគ្រោះនឹងឯងបាទខ្ញុំអត់មានអីដឹងទេហើយជាមួយខ្ញុំបងប្អូនជាទូទៅបងប្អូនស្គាល់តារា finance ក៏ដូចជាស្គាល់ទីស្រ័យហើយឥឡូវនេះគឺយើងបានកដោពាក្យមួយគេថា ITS shop ហ្នឹងនៅពេលបងប្អូនមកទិញគឺអញ្ចឹងខ្ញុំប្រាប់បងប្អូនអញ្ចឹងបងប្អូនទទួលយកបានអត់បងប្អូនទទួលយកបានបងប្អូនទៅទិញគេចុះខ្ញុំសុំប្រាប់បងប្អូនអំពីគុណភាពប្រាប់បងប្អូនអំពីតម្លៃហើយខ្ញុំក៏ប្រាប់បងប្អូនថានេះអានេះក៏ប៉ិតដោយសារអីឬក៏ខ្ញុំទិញមកវាមានក៏ប៉ិតអញ្ចឹងតែខ្ញុំអត់បានដូររបស់ថ្មីទេបងអាចទទួលយកបានអត់តែតម្លៃយើងអាចកាត់អីស៊ីសងធូរអីចឹងតិចតួចតាមនឹងអញ្ចឹងណាប៉ុន្តែបើបងប្អូនថាខ្ញុំអត់នេះកុំទៅឲ្យអត់ស្អាតកុំទៅមិនបាទសូមអញ្ជើញទៅទិញកន្លែងអ្នកដទៃចុះនេះគឺ ITS shop ប្រាប់បងប្អូនតែរឿងប៉ិតបងប្អូនទទួលបានឬមិនបានជារឿងរបស់បងប្អូនព្រោះលុយជាលុយរបស់បងប្អូនខ្ញុំជាម្ចាស់របស់បងប្អូនជាម្ចាស់លុយយើងគ្រាន់តែធ្វើការដោះដូរជាលក្ខណៈពាណិជ្ជកម្មទេបើបងប្អូនមិនអាចទទួលយកនៅរូបរាងរបស់វាបានបងប្អូនក៏អាចអញ្ជើញទៅហាងផ្សេងៗដើម្បីធ្វើការទិញទៀតទៅព្រោះអីឲ្យវាត្រង់ទៅត្រង់មកអញ្ចឹងណាខ្ញុំអ្នកលក់ក៏ខ្ញុំត្រូវការត្រង់ពីបងប្អូនអ្នកទិញហ្នឹងច្បាស់ហើយគឺត្រូវការត្រង់ពីអ្នកលក់អញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនថានេះអានេះវាចាស់មែនតែយើងបានដូរថ្មហើយព្រោះថ្មវាលែងកាន់អញ្ចឹងដើម្បីឲ្យកាន់យើងដូរថ្មហ្នឹងឯងអាក្រោមវាសឹកពេកវាសឹកពេកយើងក៏ដូរមកផ្ទាំងក្រោមចោលដាក់ថ្មីឲ្យបងប្អូនតែបងប្អូនមិនស្រឡាញ់បងប្អូនដាក់អាចាស់វិញមកអានេះប្រាប់បងប្អូនត្រង់អញ្ចឹងណាអានេះគឺជាការប្រាប់ទៅត្រង់មកគឺគ្រាន់តែយើងដូរហ្នឹងយើងដូរលុយជាមួយរបស់ហ្នឹងជាការធ្វើពាណិជ្ជកម្មមួយយ៉ាងសាមញ្ញហេតុអីបានជាយើងត្រូវចាំបាច់ខឹងអ្នកទិញហេតុអីបានអ្នកទិញត្រូវការខឹងអ្នកលក់វាជាមូលហេតុមួយហេតុអីបានត្រូវការខឹងគ្នាបងប្អូនមិនស្រឡាញ់មិនពេញចិត្តនៅរបស់ហ្នឹងបងប្អូនអញ្ជើញទៅកាន់ហាងផ្សេងដើម្បីទិញហើយខ្ញុំក៏ដូចគ្នាបើបងប្អូនទិញខ្ញុំក៏ទុកលក់ឲ្យអ្នកទិញក្រោយទៀតទៅបងប្អូនណាដែលអាចទទួលយកបានគឺយើងលក់ដោះដូរគ្នាតាមហ្នឹងទៅតែបើបងប្អូនទទួលយកបានខ្ញុំក៏មិនអង្វរបងប្អូនហើយក៏មិនសុំឲ្យបងប្អូនមកទិញរបស់ហ្នឹងដែរនេះគឺជាការនិយាយទៅត្រង់មករបស់ ITS shop បាទអញ្ចឹងវីដេអូមានតែប៉ុណ្ណេះហើយប៉ុណ្ណេះខ្ញុំគិតថាវាធ្ងន់ដែរហើយក៏ដូចជាស្រាវចម្ងល់ឲ្យបងប្អូនឆ្ងល់អំពីការទិញរបស់បន្ទឹកក៏ដូចជាឲ្យបងប្អូនស្គាល់ថាតើការទិញរបស់ដែលຕົកចិត្តគឺទិញនៅខាងណាអញ្ចឹងណាបាទអរគុណបងប្អូនដែលតាមដានធ្វើការទស្សនាវីដេអូមួយនេះខ្ញុំបាទតារា Finance នឹងជួបបងប្អូននៅវីដេអូក្រោយមួយទៀតពីខ្ញុំបាទតារា Finance Technology